ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំខំប្រឹងប្រែងរាល់ថ្ងៃសង្ឃឹមថានៅថ្ងៃណាមួយខ្ញុំអាចនឹងជោគជ័យដូចជាគេដែរដោយសារតែការស្រឡាញ់ទៅមិនបោះបង់ចោលការព្យាយាមរបស់ខ្ញុំគឺវាមានរយៈពេលយូរដែរហើយខំថតវីដេអូខំកាត់ទោះមិនមានប្រាក់ចំណូលពីវាក៏ខ្ញុំសប្បាយចិត្តនៅក្នុងការធ្វើដែរហើយអរគុណពូមីងមួយចំនួនដែលតែងតែផ្ដល់ជាកម្លាំងចិត្តហើយក៏អរគុណទៅអ្នកដែលតែងតែមើលងាយខ្ញុំផងដែរថាខ្ញុំថតវីដេអូរាល់ថ្ងៃនេះបានអ្វីមកវិញខ្ញុំគ្រាន់តែចង់ប្រាប់ពួកគាត់ថាខ្ញុំអត់មានបានអ្វីមកវិញទេដោយសារតែការស្រឡាញ់ហើយនឹងចូលចិត្តទៅខ្ញុំខំធ្វើវារាល់ថ្ងៃការមើលងាយរបស់ពួកគាត់គឺខ្ញុំអត់បានខឹងនឹងពួកគាត់ទេដោយសារតែពេលនេះគឺយើងមិនទាន់ជោគជ័យមែនតែសង្ឃឹមថាថ្ងៃខាងមុខយើងអាចនឹងជោគជ័យយកភាពជោគជ័យឲ្យគាត់មើលថាអ្វីដែលយើងខំប្រឹងគឺវាមិនអត់ប្រយោជន៍ខ្ជិលរាយរាប់ច្រើនឥឡូវចូលមកទស្សនាជាមួយនឹងវីដេអូយើងទាំងអស់គ្នាហើយថ្ងៃនេះគឺខ្ញុំចេញមកពាត់ម៉ោងទៀតហើយថ្ងៃនេះគឺមកគ្នា3នាក់មករយៈនេះអត់បានចូលព្រៃចូលអីទេដោយសារតែអត់មានពេលវេលាដែលត្រូវទៅហើយភ្លៀងក៏ខ្លាំងអញ្ចឹងហើយមានតែមករកត្រីរកអីដើម្បីថតវីដេអូសម្រាប់ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីទស្សនាហើយនេះស្មាតយើងកំពុងតែចុះទៅវាយម៉ោងហើយនេះម៉ោងទី1ម៉ោងដំបូងនិយាយថាពីទឹកថ្លាម្ដងទឹកថ្លាឆ្វេងតែម្ដងហើយស្មាតយើងកំពុងតែរាយហើយថ្ងៃនេះគឺថាបានត្រីតិចតួចដែរដោយសារតែទឹកថ្លាពេកហើយនេះម៉ោងទី1រៀងក្រែលដែរលបាក់ចូល2គីឡូឯដែរនេះ1គីឡូកន្លះចូល2គីឡូឯដែរនេះហើយស្មាតយើងកំពុងតែនាំគ្នាដោះត្រីហើយនិយាយថាទៅកតាំងនេះមុតចុកខ្លាំងមែនតើបើអ្នកមិនដែលមុតទេខ្ញុំជឿថាដើរលេងរួចតែម្ដងដោយសារតែខ្ញុំរាល់ថ្ងៃនៅតែមុតទៅចុកខ្លាំងមុំអ្នកអត់ដែលទៀតគឺថាចុកមិនទេហើយស្មាតយើងដាក់បរិយម្ដើមដើម្បីយកកម្លាំងខ្ញុំឃើញនៅកន្លែងនេះគឺថាទេសភាពអែមហ្មងទេសភាពញាក់សាច់ហ្មងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាដែលចង់ទៅបោះតង់អីដេកគឺអែមយកទេសភាពបៃតងខៀវខ្ចីតែម្ដងហើយទឹកក៏ថ្លាទៀតនិយាយថាវាអែមបើសិនបងប្អូនដែលគាត់ចង់មកបោះតង់កន្លែងនេះខ្ញុំថាអែមមែនទេសភាពមើលអែមយើងបោះតង់ហើយក៏វាយម៉ោងវាយអីឆ្លុកដើមឆ្លុកអីដើម្បីធ្វើជាម្ហូបគឺថាអែមតែម្ដងកន្លែងខ្ញុំថតដើម្បីចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់ថាចង់រកកន្លែងបោះតង់ហើយរកមិនឃើញនេះខ្ញុំរីកខមមិនឲ្យកន្លែងនេះគឺថាអែមញាក់សាច់មើលកន្លែងនេះវាលស្អាតហ្មងបោះតង់មកទៅគឺអែមហើយទឹកអូនៅក្បែរនឹងដែរទេទឹកអូនៅជាប់នឹងដែរទេអញ្ចឹងហើយគឺថាបងប្អូនដែលចង់មកបោះតង់គឺថាញាក់សាច់តែម្ដងស្អាតតែខ្ញុំថាស្អាតគឺស្អាតហើយចូលមកដល់ម៉ោងទី2ហើយស្មាតយើងកំពុងតែរាយហើយអាម៉ោងនេះចេះថាជាប់ក៏ជាប់អូស្មាតយើងខឹងណាស់មែនទែនវាវាន់គ្នាញ៉ៃញ៉ៃនេះម៉ោង3ជាន់វាជាប់អញ្ចឹងហីត្រីក៏ជាប់សម្រាមក៏ជាប់ថ្មក៏ជាប់គឺថាវេទនាមែនទែនវេទនាខ្លាំងមែនទែនគឺថាដោយសារតែមានការអត់ធ្មត់ទៅធ្វើទៅរួចបើអ្នកអត់មានការអត់ធ្មត់ទេគឺថាម៉ៅខ្លាំងតែម្ដងថតវីដេអូទៅឃើញថាទេសភាពស្អាតបែបនេះមានអារម្មណ៍ថាចង់តែថតដើម្បីចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីឲ្យទស្សនាឲ្យបានស្គាល់ថាទស្សនភាពនៅតំបន់នេះគឺថាអែមនិយាយថាពីទឹកមិននិយាយទេថ្លាយកតែមែនតែម្ដងហើយឥឡូវនេះគឺថាចាប់ផ្ដើមដេញត្រីពីដេញត្រីក៏យើងសាម៉ោងហើយឥឡូវនេះឡើងមកឲ្យម៉ោងទី2នេះបានចូល1គីឡូជាង2គីឡូទៀតហើយគឺថារួចមកសម្លវាមិនអត់ទេសម្រាប់យើងអ្នកដើរពាត់ម៉ោងពាត់អីរំហូបគឺវាមិនងាយអត់ទេឲ្យតែយើងឧស្សាហ៍ខ្លាចតែយើងអត់រកទេទៅអត់នៅជាប់មកសមុទ្របែបនេះឲ្យតែមានម៉ោងមួយគឺរស់ហើយគឺមានមហូបហើយអត់ហត់ទៅទិញគេដូចយើងនៅស្រុកផ្សារស្រុកអីទេហើយស្មាតយើងដល់ពេលហត់ពេកនាំគ្នាផឹកទឹកហើយទឹកអូនេះត្រជាក់ស្រួលខ្លាំងមែនតើបន្ទាប់ពីផឹកទឹកអូហើយក៏បាយកាមេរ៉ាឲ្យបងប្អូនមើលទេសភាពគឺថាទេសភាពញាក់សាច់និយាយថាបៃតងតែម្ដងទេសភាព
cứ đã em hai à rõm pe là dương đạch tắc hơi đọc pe bàn phật tắc cứ đã chừng anh cái mình tên cái là chiết mình tên mong tắc cái đọc pe dương heo hỏi đạch tắc đọc pe bàn chụp tắc sầm bài chết rồi cái đang chừng anh cái mình tên anh tắc ô hô thẹn mò pe lơ thẹn châu tới sầm mốt hay mơ nó vậy là từ việc rồi lịch đã comment cái là em cho tầm men tênมันต่อไปយើងផឹកតើខายឥឡូវគេនាំគ្នាមកដោះមងហើយខ្ញុំសង្ឃឹមថាបើសិនជាមានឱកាសល្អថ្ងៃណាមួយគឺខ្ញុំនឹងទៅដេកបោះតង់នៅកន្លែងហ្នឹងហើយអាំងត្រីអាំងអីហូបហើយក៏ថតជាវីដេអូដើម្បីទុកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីទស្សនាហើយឥឡូវនេះបន្ទាប់ពីយើងវាយមងប្រហែលជា4-5 ម៉ោងហើយឥឡូវក៏ទៅផ្ទះវិញហើយបានលបាក់តងdia 4-5 គីឡូឯដែរឥឡូវទៅផ្ទះវិញហើយ